តើអ្នកមានអាចចាប់អារម្មណ៍អត់នៅពេលដែលអ្នកទាំងអស់គ្នាធ្វើអីម្យ៉ាងឬក៏នៅកន្លែងណាមួយភាគច្រើននោះគឺនៅតែខ្លួនទេដែលការគិតរបស់យើងភាគច្រើនគិតទៅរឿងអីផ្សេងដែលអាចថាជារឿងពីមុនឬក៏រឿងអនាគតបើមិនចឹងទៅចិត្តទូរស័ព្ទមកហើយយើងធ្លាប់ឮឃ្លាមួយដែលគេនិយាយថាចេះមនុស្សយើងនឹងចាប់ដើមមើលឃើញពីភាពស្រស់ស្អាតនៃរឿងអីមួយឬក៏គុណតម្លៃរបស់មនុស្សណាម្នាក់នៅពេលដែលម្នាក់ហ្នឹងលែងមានវត្តមាននៅក្នុងជីវិតហើយខ្ញុំគិតថាការដែលគេលើកឡើងបែបនេះគឺដោយសារតែមនុស្សយើងភាគច្រើនគឺអត់រស់នៅក្នុងភាពបច្ចុប្បន្នទេដែលបានន័យថាគាត់នៅតែខ្លួនទេតែការគិតរបស់គាត់អាចហោះហើរទៅនេះទៅនោះអីចឹងទៅដែលជាហេតុធ្វើឲ្យយើងតែងតែខកខានឱកាសនៅក្នុងការមើលឃើញពីភាពស្រស់ស្អាតដែលមានចំពោះមុខយើងអូខេចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងមកនិយាយអំពីការរៀនរស់នៅក្នុងភាពបច្ចុប្បន្នក៏ដូចជាអត្ថប្រយោជន៍ដែលយើងនឹងទទួលបាននៅក្នុងជីវិតរបស់យើងពេលដែលយើងចាប់ផ្ដើមអនុវត្តការរស់នៅក្នុងភាពបច្ចុប្បន្នជាប្រចាំអូខេចឹងសម្រាប់ខ្ញុំតើអ្នកទាំងអស់គ្នាខ្ញុំចាប់ផ្ដើមដឹងឬក៏អញនិយាយថាចាប់អារម្មណ៍ topic ក្នុងការរៀនរស់នៅក្នុងភាពបច្ចុប្បន្នហ្នឹងនៅពេលដែលមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់បានឲ្យជាកាដូ birthday ណាជាសភៅតែសភៅនោះមកក្បាលមានឈ្មោះថាចេះ How to be mindful ណាសភៅហ្នឹងល្អអ្នកទាំងអស់គ្នាអត់សូវមានអក្សរច្រើនទេហើយពេលហ្នឹងខ្ញុំមកសូវចូលចិត្តអានសភៅទេហើយសភៅនេះវាធ្វើឲ្យខ្ញុំអានចប់បានជាសភៅទី1អញ្ចឹងណាដោយសារវាអត់សូវមានអក្សរច្រើនមានរូបអញ្ចឹងយើងចូលចិត្តអានហ្នឹងហើយចាប់ពីខ្ញុំអានចប់សភៅហ្នឹងមកខ្ញុំក៏ចាប់ដើមអនុវត្តការរៀនរស់នៅក្នុងភាពបច្ចុប្បន្នហ្នឹងទៅក៏ធ្វើឲ្យខ្ញុំទទួលដឹងថាចេះការដែលយើងរស់នៅក្នុងភាពបច្ចុប្បន្នហ្នឹងគឺយើងទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងមែនទែននៅក្នុងជីវិតរបស់យើងដែលអត្ថប្រយោជន៍ទី1អ្នកនរគ្នាវានឹងធ្វើផ្លូវចិត្តរបស់យើងស្រស់ថ្លាច្រើនជាងមុនដែលបានន័យថាយើងអត់គិតទៅមុខទៅក្រោយទេយើងផ្ដោតការចាប់អារម្មណ៍របស់យើង attention របស់យើងទៅលើរឿងចំពោះមុខរបស់យើង 100% តែម្ដងដែលហេតុនេះហើយធ្វើឲ្យចិត្តរបស់យើងស្រស់ថ្លាហើយមួយវិញទៀតអ្នកនរគ្នាវានឹងធ្វើឲ្យយើងមានគំនិតច្នៃប្រឌិតច្រើនផុសឡើងនៅក្នុងកន្លងពេលដែលយើងធ្វើការពេលដែលយើងផ្ដោតទៅលើអីដែលយើងកំពុងធ្វើហ្នឹងណាហ្នឹងហើយអញ្ចឹងដល់ទី1ទី2គឺវានឹងធ្វើឲ្យយើងសម្រេចចិត្តទៅលើរឿងចំពោះមុខហ្នឹងបានល្អប្រសើរច្រើនជាងមុនដែលបានន័យថាយើងអាចមើលឃើញរឿងចំពោះមុខនេះក្នុងរូបភាពមួយដែលច្បាស់លាស់គ្រប់ជ្រុងជ្រោយជាងមុនហើយយើងអត់សម្រេចចិត្តដោយផ្អែកទៅតាមបានន័យថាចិត្តភ័យខ្លាចឬក៏ព្រួយបារម្ភជ្រុលហួសហេតុទេហើយនេះហើយនៅពេលដែលយើងច្បាស់លាស់បែបនេះអ្នកទាំងអស់គ្នាហើយចិត្តយើងស្រស់ថ្លាបែបនេះគឺយើងអាចធ្វើការសម្រេចចិត្តរឿងដែលកើតឡើងចំពោះមុខហ្នឹងភាគរយត្រូវគឺច្រើនជាងមុនដែលឡែកទី3វិញគឺនឹងធ្វើឲ្យយើងមានតំណែងល្អប្រសើរជាមួយនឹងមនុស្សជុំវិញខ្លួនយើងអាចថាជាគ្រួសារមិត្តភ័ក្តិឬក៏ដៃគូស្នេហាជាដើមដោយសារអីពេលនៅមួយគាត់គឺយើងផ្ដោតការចាប់អារម្មណ៍ attention របស់យើងនឹងជាមួយគាត់ 100% ហ្មងទាំងការស្ដាប់ការនិយាយសន្ទនារបស់យើងជាមួយគាត់នឹងចាប់អារម្មណ៍ទៅលើការរៀបចំខ្លួនរបស់គាត់អីចឹងទៅអញ្ចឹងហើយនឹងធ្វើឲ្យដៃគូម្ខាងទៀតហ្នឹងគាត់មានអារម្មណ៍ថាគាត់មានតម្លៃទទួលបានការគោរពពីយើងហើយយើងផ្ទាល់ក៏ទទួលបានអត្ថប្រយោជន៍ដូចគ្នាដែរដែលយើងអាចមើលឃើញគាត់ក្នុងរូបភាពជាគាត់ហ្មងដែលយើងមិនមែនចេះតែគិតថាគាត់បែបនេះបែបនោះតាមការឮពីនរណាម្នាក់ឬក៏យកការគិតរបស់យើងនឹងយកមក apply លើគាត់ទេហ្នឹងហើយអញ្ចឹងទី4វិញទី4គឺវានឹងធ្វើឲ្យយើងទទួលអារម្មណ៍ថាជីវិតយើងមានន័យច្រើនជាងមុនដោយសារអីគឺយើងចាប់អារម្មណ៍ទៅលើរឿងទូចសូម្បីតែរឿងទូចដែលកើតឡើងចំពោះមុខយើងហើយនេះហើយយើងនឹងអាចមើលឃើញពីភាពស្រស់ស្អាតនៅលើរឿងទូចនឹងអត់ចាំបាច់ដល់តែរឿងធំដុំទេកន្លែងនេះខ្ញុំចង់ឧទាហរណ៍ថានៅពេលដែលអ្នកទាំងអស់គ្នាធ្វើដំណើរទៅរៀនជិះម៉ូតូជិះឡានតាមផ្លូវអញ្ចឹងណាពីមុនអ្នកទាំងអស់គ្នាដែរចាប់អារម្មណ៍ទេតែទៅក្រោយមកអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើអ្វីដែលអ្នកទាំងអស់គ្នាកំពុងធ្វើហ្នឹងតែអ្នកទាំងអស់គ្នាឃើញផ្កាដែលគេដាំនៅតាមសួនតាមផ្លូវហ្នឹងណាហើយវាឃើញស្អាតខ្លាំងមែនតើផ្ដល់អារម្មណ៍អ្នកទាំងអស់គ្នាសប្បាយចិត្តស្រស់ថ្លាពេលព្រឹកឡើងហើយមើលទៅផ្កាហ្នឹងគឺមិនមែនតែដាំទេគេដាំយូរហើយតែដោយសារពីមុនយើងអត់ចាប់អារម្មណ៍អញ្ចឹងទៅហ្នឹងរឿងមួយវិញទៀតតាក់ទងទៅនឹងគឺសង្គមឧទាហរណ៍អ្នកទាំងអស់គ្នាធ្លាប់គិតថាសង្គមរបស់យើងឥឡូវសម្បូរមនុស្សកាចាដោយសារអីអ្នកទាំងអស់គ្នាអាចមើលឃើញមកជ្រុំទូចមួយនៅក្នុង social media អញ្ចឹងដែលគេបង្ហាញដែលគេផុសអញ្ចឹងណាអញ្ចឹងយើងគិតថាសង្គមយើងបច្ចុប្បន្នសម្បូរមនុស្សកាតែក្រោយមកអ្នកទាំងអស់គ្នាក៏ចាប់អារម្មណ៍នៅតាមផ្លូវហ្នឹងអ្នកទាំងអស់គ្នាឃើញពងក្មេង3សាក់ចិញ្ចឹមគាត់អាចជាឆ្កែឆ្មាអញ្ចឹងទៅហើយឃើញក្មេងហ្នឹងជួយលោកតាលោកយាយឆ្លងថ្នល់ក៏ដូចជាអាចឃើញម្ដាយឪពុកហ្នឹងគាត់រៀបចំខ្លួនឲ្យកូនទៅសាលាអញ្ចឹងទៅអញ្ចឹងនេះសុទ្ធតែជាទង្វើដែលបង្ហាញពីទង្វើល្អក្នុងសង្គមក៏ដូចជាការស្រឡាញ់តែអ្នកទាំងអស់គ្នាក៏ផ្លាស់ប្ដូរគិតថាចេះនៅក្នុងសង្គមយើងបច្ចុប្បន្នអត់
មានមនុស្សដាច់ការច្រើនដូចអីដែលយើងឃើញតាមមួយជ្រុងទូចហ្នឹងឯងគឺសបោដែលការស្រឡាញ់សបោដែលអ្នកដែលសាងអំពើល្អច្រើនសិតអីហ្នឹងហ្នឹងអញ្ចឹងអាហ្នឹងវាជាអត្ថប្រយោជន៍ដែលយើងទទួលបានពេលដែលយើងរៀនចាប់អារម្មណ៍នៅអីដែលមានចំពោះមុខយើងហើយរឿងចុងក្រោយគេវិញអ្នកទាំងអស់គ្នានឹងទទួលអារម្មណ៍ថាចេះចិត្តរបស់យើងស្រស់ថ្លាច្រើនជាងមុនដល់ចិត្តរបស់យើងអត់ចេះតែគិតស្មុគស្មាញច្រើនដូចមុនទៅទឹកក្រោយអញ្ចឹងណាហើយមួយវិញទៀតអត់ធ្វើឲ្យយើងឆាប់ភ័យខ្លាចដូចមុនទេហើយក៏អត់ឆាប់បារម្ភច្រើនហើយមួយវិញទៀតអ្នកទាំងអស់គ្នាទទួលអារម្មណ៍ថាខ្លួនឯងមានអារម្មណ៍ថាយើងសប្បាយជាងពីក្នុងសប្បាយចំពោះរឿងអីដែលយើងកំពុងធ្វើដោយសារយើងចាប់អារម្មណ៍វាអញ្ចឹងយើងអាចមើលឃើញពីភាពស្រស់ស្អាតនៅរឿងទូចៗដែលយើងកំពុងធ្វើហ្នឹងហើយអារម្មណ៍ទាំងអស់ហ្នឹង state of mind ទាំងអស់ហ្នឹងទាំងអស់គ្នាគឺជាអីគេសន្តិភាពផ្លូវចិត្ត peace អាហ្នឹងតាមការស្រាវជ្រាវរបស់ខ្ញុំណាហ្នឹងហើយអញ្ចឹងអាហ្នឹងជាអីដែលអ្នកទាំងអស់គ្នាទទួលបាននៅពេលដែលអ្នកទាំងអស់គ្នាចាប់ដើមអនុវត្តនៅក្នុងការរៀនរស់នៅក្នុងភាពបច្ចុប្បន្នហើយការនិយាយនេះមិនមែនន័យថាអញ្ចឹងរស់នៅក្នុងភាពបច្ចុប្បន្នទៅមិនកំណត់គោលដៅជីវិតអីទេ No ខ្ញុំនៅតែលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាមានគោលដៅជីវិតជាធម្មតាអ្នកទាំងអស់គ្នាអាចកំណត់ថារយៈពេល5ឆ្នាំក្រោយអ្នកទាំងអស់គ្នាចង់បានអីគេផ្ទះឡានឬក៏អីមួយដែលអ្នកទាំងអស់គ្នាចង់បានចឹងទៅកំណត់ធម្មតាតែជាធម្មតាពេលដែលអ្នកទាំងអស់គ្នាកំណត់គោលដៅជីវិតប្រកបថាអ្នកទាំងអស់គ្នានឹងកំណត់ថាធ្វើមិនទើបអាចសម្រេចបានត្រូវអត់ហ្នឹងហើយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តកិច្ចការងារដើម្បីសម្រាប់គោលដៅហ្នឹងអ្នកទាំងអស់គ្នាក៏បី enjoy វាផ្ដល់ភាពរីករាយឲ្យខ្លួនឯងផ្ដល់ reward ដល់ខ្លួនឯងហើយកុំចាំបាច់ចាំតតែអ្នកទាំងអស់គ្នាសម្រាប់គោលដៅធំទៅអាចសប្បាយចិត្តទៅអាចជូនខ្លួនឯងទៅ date ឬក៏ទៅណាទៅណីមួយចឹងណាអ្នកទាំងអស់គ្នាក៏បី enjoy along the way អ្វីដែលយើងកំពុងមាននាពេលបច្ចុប្បន្ននេះការធ្វើដូចនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាកាន់តែមានកម្លាំងចិត្តនៅក្នុងការដើរទៅមុខច្រើនជាងមុនដូចគ្នាដែរអូខេហ្នឹងហើយមួយវិញទៀតការអនុវត្តការរៀនគួរនៅក្នុងភាពបច្ចុប្បន្ននេះអ្នកទាំងអស់គ្នាមិនមែនជារឿងមួយដែលអ្នកទាំងអស់គ្នាធ្វើតែម្ដងហើយចប់ទេហើយក៏មិនមែនរឿងអ្នកទាំងអស់គ្នាគ្រាន់តែគិតដែរគឺអ្នកទាំងអស់គ្នាត្រូវតែធ្វើឲ្យបានជាប់លាប់ជាប្រចាំសូម្បីតែរឿងទូតាយអាចថាថ្មិញជិះម៉ូតូទៅធ្វើការទៅរៀនអីក៏ដោយក៏អ្នកទាំងអស់គ្នាត្រូវប្រតិការរៀនរស់នៅក្នុងភាពបច្ចុប្បន្នហើយយើងមានស្មារតីនៅក្នុងអ្វីដែលយើងកំពុងធ្វើនេះដែរពេលដែលអ្នកទាំងអស់គ្នាធ្វើដំបូងអ្នកទាំងអស់គ្នាមានអារម្មណ៍ច្រើនណាស់ស្មុគស្មាញសូម្បីតែរឿងរបស់ថ្មិញក៏ត្រូវតែគិតតែពេលដែលអ្នកទាំងអស់គ្នាធ្វើយូរទៅវានឹងខ្លាយទៅជាអីមួយដែលអ្នកទាំងអស់គ្នាអត់ចាំបាច់ក៏អ្នកទាំងអស់គ្នាហ៊ានចាប់អារម្មណ៍អីដែលអ្នកទាំងអស់គ្នាកំពុងធ្វើដូចគ្នាដែរអូខេអញ្ចឹងទាំងអស់នេះគឺជាអត្ថប្រយោជន៍ដែលអ្នកទាំងអស់គ្នាអាចទទួលបាននៅក្នុងជីវិតរបស់យើងនៅពេលដែលអ្នកទាំងអស់គ្នាអនុវត្តនៅក្នុងការផ្ដោតការចាប់អារម្មណ៍នៅលើអីដែលអ្នកទាំងអស់គ្នាកំពុងធ្វើហើយខ្ញុំគិតថាអត្ថប្រយោជន៍នេះគឺវាល្អខ្លាំងមែនតើដោយសារអីនៅក្នុងការរស់នៅរបស់យើងបច្ចុប្បន្ននេះវាអាចនឹងមានសម្ពាធច្រើនវាអាចនឹងមានទំនួលខុសត្រូវច្រើនអីចឹងទៅអញ្ចឹងហើយការដែលយើងគិតស្មុគស្មាញច្រើនពេកក៏វាអត់អាចផ្ដល់ផលល្អទៅដល់ការរស់នៅរបស់យើងដូចគ្នាដែរអញ្ចឹងហើយអ្នកនរគ្នាគាត់ទៅចាប់អារម្មណ៍ទៅលើអីដែលរឿងនៅចំពោះមុខជាចម្បងអញ្ចឹងណាហ្នឹងហើយជាចុងក្រោយខ្ញុំចង់បញ្ជាក់ដល់អ្នកនរគ្នាជីវិតរបស់យើងពិតប្រាកដតែម្ដងណាមិនមែនផ្សំមិញមិនមែនថ្ងៃស្អែកតែគឺថ្ងៃហ្នឹងហើយឥឡូវហ្នឹងតែម្ដងហើយនេះហើយយើងក៏បីរីករាយក៏ដូចជាផ្ដល់ការចាប់អារម្មណ៍បានពេញលេញនៅអីដែលយើងចំពោះមុខមនុស្សដែលយើងកំពុងមានការងារដែលយើងកំពុងធ្វើឬក៏រឿងអីដែលយើងចំពោះអូខេអញ្ចឹងអរគុណច្រើនជួបគ្នា